បាទសួស្តីសិស្សានុសិស្សទាំងអស់ថ្ងៃនេះជួបគ្នាសាជាថ្មីម្ដងទៀតហើយនៅមេរៀនទី10វិធីបូកនិងវិធីដកប្រភេទនៅចំណុចទី4និយាយអំពីការបូកប្រភេទដែលមានភាពបែកខុសគ្នាដើម្បីកុំឲ្យខាតពេលយូរតោះយើងចាប់ផ្ដើមទៅចូលទៅមេរៀនយើងទាំងអស់គ្នាបាទមុននឹងឈានទៅដល់ការបូកប្រភេទនិងប្រភេទដែលមានភាពបែកខុសគ្នាគ្រូក៏សូមរំលឹកទៅលើការបូកប្រភេទនិងប្រភេទដែលមានភាពបែកដូចគ្នាបន្តិចសិនបាទអញ្ចឹងទាក់ទងនឹងការបូកប្រភេទនិងប្រភេទដែលមានភាពបែកដូចគ្នាគឺយើងបូកភាគយកនិងភាគយកហើយរក្សាភាពបែកនៅដដែលអញ្ចឹងក្នុងការបូកប្រភេទបើសិនជាភាពបែករបស់វាមិនដូចគ្នាទេយើងមិនអាចបូកចូលគ្នាបានទេការបូកប្រភេទដែលមានភាពបែកដូចគ្នាយើងគ្រាន់តែបូកភាគយកនិងភាគយកហើយរក្សាភាពបែកនៅដដែលតោះអញ្ចឹងយើងមេរៀនថ្មីយើងគឺការបូកប្រភេទដែលមានភាពបែកខុសគ្នាអញ្ចឹងដើម្បីបូកប្រភេទនិងប្រភេទដែលមានភាពបែកខុសគ្នាតើយើងត្រូវធ្វើយ៉ាងណាបាទអញ្ចឹងដើម្បីបូកប្រភេទនិងប្រភេទដែលមានភាពបែកខុសគ្នាបានលុះត្រាតែយើងត្រូវធ្វើភាពបែករបស់វាឲ្យដូចគ្នាជាមុនសិនទើបយើងធ្វើការបូកបានអញ្ចឹងដើម្បីបានភាពបែកដូចគ្នាយើងអាចរកភាពបែករួមតាមរយៈពហុគុណក៏បានរកតាមរយៈគុណខ្វែងក៏បានឬក៏យើងអាចរកតាមរយៈពហុគុណរួមតូចបំផុតក៏បានតោះអញ្ចឹងយើងទៅមើលលំហាត់ទាំងអស់គ្នាអញ្ចឹងគេមានប្រភេទ4ភាគ6បូកនឹង1ភាគ3អញ្ចឹងក្នុងលំហាត់នេះគឺយើងប្រើវិធីគុណខ្វែងតម្រូវភាគបែកដោយយកប្រភេទទី1គុណនឹងចម្រាស់នៃប្រភេទទី2រីឯប្រភេទទី2គុណនឹងចម្រាស់នៃប្រភេទទី1អញ្ចឹងប្រភេទទី1គឺ4ភាគ6អញ្ចឹងដើម្បីឲ្យភាគបែកដូចគ្នាយើងត្រូវការគុណចម្រាស់ប្រភេទអញ្ចឹង4គុណនឹង3អញ្ចឹងកាលណាភាគយកគុណនឹងប៉ុន្មានភាគបែកក៏ត្រូវគុណនឹងប៉ុណ្ណឹងដូចគ្នាអញ្ចឹង4គុណនឹង3 3នេះគឺជាភាគបែកនៃប្រភេទទី2នេះអញ្ចឹងបើភាគយកនេះគុណនឹង3ភាគបែកក៏ត្រូវគុណនឹង3ដូចគ្នាអញ្ចឹងចំពោះប្រភេទទី2 1គុណនឹង6អញ្ចឹង6នេះគឺជាភាគបែកនៃប្រភេទទី1អញ្ចឹងបើភាគយកគុណនឹង6ភាគបែកក៏ត្រូវគុណនឹង6ដូចគ្នាដើម្បីកុំឲ្យប្រភេទយើងមានតម្លៃប្រែប្រួលអញ្ចឹងយើងបាន12បូកនឹង12ភាគសំដៅ12ភាគ18បូកនឹង6ភាគ18អញ្ចឹងយើងឃើញថាភាគបែករបស់វាដូចគ្នាហើយអញ្ចឹងយើងអាចបូកភាគយកនិងភាគយកហើយទុកភាគបែកនេះឲ្យនៅដដែលអញ្ចឹងប្រភេទរបស់យើងគឺមានតម្លៃ18ភាគ18ហើយចម្លើយនេះបើសិនជាយើងចង់សម្រួលវាបន្តទៀតក៏បានដែរ18ភាគ18នេះយើងចង់សម្រួលវាឲ្យតូចជាងនេះក៏បានដែរតោះចឹងយើងមើលលំហាត់បន្ទាប់ចឹងគេមាន1ភាគ5បូកនឹង3ភាគ10និង6ភាគ20បូកនឹង6ភាគ20អញ្ចឹងដើម្បីបូកប្រភេទដែលមានភាគបែកខុសគ្នាបានលុះត្រាតែយើងរកភាគបែករួមនៃប្រភេទឲ្យឃើញជាមុនសិនអញ្ចឹងយើងអាចរកភាគបែកនៃប្រភេទតាមរយៈពហុគុណរួមតូចវិញម្ដងមិញយើងបានដោះស្រាយតាមរយៈការគុណខ្វែងឥឡូវនេះយើងដោះស្រាយតាមពហុគុណរួមតូចអញ្ចឹងដើម្បីរកភាគបែកតាមរយៈពហុគុណរួមតូចគឺយើងត្រូវបំបែកភាគបែកទាំងនេះទៅជាពហុគុណកតាបឋមសិនអញ្ចឹងដោយសារ5វាគឺជាចំនួនបឋមស្រេចយើងយកវាតែម្ដងឯ10គឺយើងស្មើនឹង5គុណនឹង2ភាគបែកប្រភេទទី3 20គឺស្មើ5គុណនឹង2គុណនឹង2អញ្ចឹងបន្ទាប់ពីយើងសរសេរទៅជាកតាបឋមហើយយើងត្រូវជ្រើសរើសកតាបឋមរួមអញ្ចឹងកតាបឋមរួមយើងទី1គឺមាន5កតាបឋមមួយទៀតគឺមាន2អញ្ចឹងដើម្បីរកពហុគុណរូបតូចបំផុតគឺត្រូវយកកតាបឋមរួមគុណនឹងកតាបឋមមិនរួមអញ្ចឹងកតាបឋមមិនរួមយើងមាន5មាន2និងកតាបឋមមិនរួមមាន2អញ្ចឹងដូច្នេះ
ពួកកូនរួមតូចនៃ5 10និង20គឺស្មើនឹង20អញ្ចឹងប្រភេទទី1របស់យើង1ភាគ5អញ្ចឹងតាម1ភាគ5ភាគបែង5នេះតើយើងត្រូវគុណនឹងប៉ុន្មានដើម្បីឲ្យបាន20អញ្ចឹង5ត្រូវគុណនឹង4អញ្ចឹងបើភាគបែងគុណនឹង4ភាគយកក៏ត្រូវគុណនឹង4ដែរអញ្ចឹងប្រភេទទី1យើងវាមានតម្លៃទៅជាស្មើនឹង4ភាគ20ប្រភេទទី2 3ភាគ10អញ្ចឹង3ភាគ10ភាគបែង10នេះតើយើងត្រូវគុណនឹងប្រមាណដើម្បីឲ្យបាន20អញ្ចឹងយើងគុណនឹង2អញ្ចឹងបើភាគបែងគុណនឹង2ភាគយកក៏ត្រូវគុណនឹង2ដែរអញ្ចឹងប្រភេទរបស់យើងទៅជា6ភាគ20ចំណែកប្រភេទទី3វាមានភាគបែង20ស្រេចហើយយើងមិនចាំបាច់រកវាទៀតទេអញ្ចឹងប្រភេទរបស់យើង1ភាគ5បូកនឹង3ភាគ10បូកនឹង6ភាគ20នេះទៅជាស្មើនឹង4ភាគ20បូក6ភាគ20ហើយនឹងប្រភេទទី3របស់យើងគឺ6ភាគ20អញ្ចឹងយើងឃើញថាភាគបែងរបស់វានេះគឺមានតម្លៃដូចគ្នាហើយអញ្ចឹងកាលណាបើមានតម្លៃដូចគ្នាហើយយើងបូកតែភាគយកនិងភាគយកហើយទុកភាគបែងនៅដដែលអញ្ចឹងគឺស្មើនឹង16ភាគ20អញ្ចឹងក្នុងចំណុចនេះយើងអាចសម្រួលប្រភេទយើងឲ្យតូចបានយើងចង់សម្រួលក៏បានឬក៏យើងមិនសម្រួលក៏បានអញ្ចឹងបើយើងសិនជាយើងសម្រួលយើងឃើញថាប្រភេទយើងស្មើនឹង4ភាគ5ដូចនេះការបូកប្រភេទ1ភាគ5បូកនឹង3ភាគ10បូកនឹង6ភាគ20ស្មើនឹង4ភាគ5បាទតោះយើងតទៅមួយលំហាត់ទៀតការបូកប្រភេទដែលមានភាគបែងដូចគ្នាខុសគ្នាដដែលដែលមាន4ភាគ15បូក7ភាគ30បូកនឹង20ភាគ45អញ្ចឹងឃើញថាប្រភេទយើងនេះមានភាគបែងខុសគ្នាអញ្ចឹងយើងត្រូវតម្រូវភាគបែងរបស់ប្រភេទរបស់យើងឲ្យមានតម្លៃដូចគ្នាសិនមុននឹងធ្វើការបូកអញ្ចឹងទី1យើងអាចរកភាគបែងរួមនេះតាមរយៈផគុណកតាបឋមអញ្ចឹងយើងត្រូវបំបែកភាគបែងនេះឲ្យទៅជាផគុណកតាបឋមជាមុនសិនអញ្ចឹង15ស្មើនឹង3គុណនឹង5ហើយ30ស្មើ3គុណនឹង5គុណនឹង2ចំណែកឯ45គឺស្មើនឹង45សំទោស45ស្មើនឹង3គុណនឹង5គុណនឹង3អញ្ចឹងក្រោយពីយើងសរសេរវាទៅជាផគុណកតាបឋមហើយក្នុងសំទោសដឹងអញ្ចឹងដើម្បីរកពហុគុណរួមតូចបំផុតគឺយើងត្រូវយកកតាបឋមរួមគុណនឹងកតាបឋមមិនរួមអញ្ចឹងកតាបឋមរួមដែលយើងជ្រើសរើសគឺមាន3 5ឯ2និង3នេះមិនមែនជាចំនួនកតាបឋមរួមទេប៉ុន្តែយើងនឹងយកវាមកប្រើដូចគ្នាពីព្រោះដើម្បីរកពហុគុណរួមតូចគឺយើងយកកតាបឋមរួមគុណនឹងកតាបឋមមិនរួមអញ្ចឹង3 5គុណនឹង3គុណនឹង2គឺស្មើនឹង90ដូច្នេះភាគបែងរួមនៃប្រភេទរបស់យើង90បន្ទាប់ពីយើងឃើញភាគបែងរួមរបស់យើងហើយអញ្ចឹងតើប្រភេទទី1 4ភាគ15នេះតើ15ដែលជាភាគបែងនេះតើយើងត្រូវគុណនឹងប៉ុន្មានដើម្បីឲ្យស្មើនឹង90បាទតោះអញ្ចឹងគឺ15គឺត្រូវស្មើនឹងសំទោស15គឺត្រូវគុណនឹង6ដើម្បីឲ្យស្មើនឹង90បើសិនជាភាគបែងគុណនឹង6ភាគយកក៏ត្រូវគុណនឹង6ដូចគ្នាប្រភេទទី2 7ភាគ30អញ្ចឹង30នេះដើម្បីឲ្យបាន90យើងត្រូវគុណនឹង3អញ្ចឹងបើភាគបែងគុណនឹង3ភាគយកគុណនឹង3ដូចគ្នាប្រភេទទី3ភាគបែង45អញ្ចឹង45នេះដើម្បីឲ្យបាន90យើងត្រូវគុណនឹង2អញ្ចឹងភាគបែងគុណនឹង2ភាគយកក៏ត្រូវគុណនឹង2ដែរអញ្ចឹងយើងគុណមក4 6ដង24 3 7ដង21 20គុណនឹង2 40អញ្ចឹងភាគបែងរបស់វាគឺ90អញ្ចឹងយើងបាន21ភាគ90បូកសំទោស24ភាគ90បូក21ភាគ90បូកនឹង40ភាគ90អញ្ចឹងភាគបែងរួមវាភាគបែងរបស់ប្រភេទទាំង3របស់យើងគឺមានតម្លៃដូចគ្នាហើយអញ្ចឹងកាលណាភាគបែងវាមានតម្លៃដូចគ្នាយើងគ្រាន់តែបូកតែភាគយកនិងភាគយកទេហើយរក្សាភាគបែងនៅដដែលអញ្ចឹងចម្លើយរបស់យើងគឺស្មើនឹង86
ភាគ 90 អញ្ចឹងយើងអាចសម្រួលបន្តទៀតក៏បានបើសិនជាបងប្អូនចង់សម្រួលប្រភេទនេះឲ្យមានតម្លៃតូចតែបើបងប្អូនមិនចង់សម្រួលទេក៏មិនជាអ្វីដែរចឹងមេរៀនយើងសម្រាប់ការបូកប្រភេទដែលមានភាគបែកដូចគ្នាបញ្ចប់ត្រឹមប៉ុណ្ណេះបើសិនជាបងប្អូនមើលការបញ្យល់នេះម្ដងបញ្យល់បងប្អូនអាចមើលរសារឡើងវិញម្ដងហើយម្ដងទៀតបើមានចម្ងល់ត្រង់លំហាត់ណាមួយបងប្អូនអាច comment នៅក្រោមវីដេអូនេះបាន